សូមជម្រាបសួរនិងស្វាគមន៍មកកាន់ឆានែលយើងខ្ញុំសម្រាប់អត្ថបទនេះសូមលើកយកនៅព័ត៌មានខ្លះស្ដីពីតារាជើងចាស់នាសវត្សរ៍ទី60ដែលជាតារាមានរូបរាងសង្ហានិងមិនស្នេហ៍នោះគឺលោកគង់សំអឿនមុននឹងចូលទៅដល់អត្ថបទទាំងមូលនោះសូមជួយ Subscribe ឆានែលមួយផងដើម្បីអាចទទួលបាននូវវីដេអូថ្មីបន្ថែមទៀតបញ្ជាក់អត្ថបទនេះដកស្រង់ចេញពីក្នុង Internet Website Wikipedia មកស្ដាប់នៅជីវប្រវត្តិរបស់លោកគង់សំអឿនលោកគង់សំអឿនជាតារាភាពយន្តខ្មែរម្នាក់ដែលមានប្រជាប្រិយភាពជាងគេក្នុងអំឡុងទសវត្សរ៍ទី60និងទី70មហាជនខ្មែរទូទៅដែលមានអាយុ40ឆ្នាំឡើងគឺសុទ្ធតែបានស្គាល់លោកគង់សំអឿនយ៉ាងច្បាស់តាមរយៈខ្សែភាពយន្តជាច្រើនដែលលោកបានសម្ដែងលោកជារៀមច្បងរបស់ប្អូន5នាក់ដែលជាតារាភាពយន្តទាំងអស់រួមមានលោកគង់សំអាតគង់លុចគង់ចន្ទថាគង់សុបណើគង់សូភ័យលោកគង់សំអឿនមានរូបរាងខ្ពស់សង្ហាបើពិនិត្យផ្នែកនីមួយនៃមុខមាត់របស់លោកគឺមិនមានអ្វីលើសគេទេភ្នែកលោករាងតូចចំខាងច្រមុះពីកបន្តិចមាត់រាងវិចបន្តិចដំណើរលោករាងប៉ែបន្តិចតែបើពិនិត្យសរុបមកស្រាប់តែឃើញលោកស្រស់អស្ចារ្យមានអំណោយទានក្រៃលែងមានស្រីជាច្រើនវង្វេងនឹងរបៀបញឹមរបស់លោកគឺញឹមមួយចំហៀងមាត់ដ៏គួរឲ្យទាក់ទាញដោយសារលក្ខណៈពិសេសនេះហើយដែលលោកបានក្លាយជាបុរសសម្បូរស្នេហ៍យ៉ាងខ្លាំងលោកគង់សំអឿនសម្បូរមិត្តស្រីណាស់តែក៏មានពេលខ្លះលោកដេកមិនលក់បាក់មិនលះហើយដោយសារពួកនាងដែលមិនតិចដងទេដែលគេបានស្ទាក់ផ្លូវលោកដើម្បីគំរាមថាឈប់តាក់ទងនាងនេះឬនាងនោះព្រោះនាងជារបស់ឯងតែជាការធម្មតាទេលោកមិនដែលគិតថាជារឿងធំដុំព្រោះលោកមិនដែលទៅអូសទាញនាងណាមួយទេគឺពួកនាងមករកលោកដោយខ្លួនឯងទេតើមានពេលខ្លះលោកត្រូវបាត់បង់ពេលវេលាដើម្បីតែរត់គេចពួកនាងជំទាវទាំងនោះទៀតផងអ្នកស្រីពូផលជាម្ដាយរបស់លោកគង់សំអឿនធ្លាប់បាននិយាយរៀបរាប់កាលពីសតវត្សឆ្នាំ1990ថាអឿនកូនខ្ញុំស្លូតណាស់សុភាពណាស់គេជាមនុស្សមិនសូវចេះនិយាយស្ដីភាគច្រើនរបស់កាយវិការគេគឺញឹមអឿនស្រឡាញ់ប្អូនណាស់គេតែងផ្គត់ផ្គង់ថែទាំម្ដាយនិងប្អូនជារហូតខ្ញុំមិនដឹងថាគេមាននិស្ស័យសិល្បៈនេះតាំងពីពេលណាមកទេព្រោះកាលនោះខ្ញុំរស់នៅពោធិចិនតុងអែតអឿនអាចនឹងលុច3នាក់បងប្អូននាំគ្នាមកស្នាក់នៅរៀនផ្ទះឪពុកមាធ្វើកេរនៅភ្នំពេញលុះត្រាតែគេមានឈ្មោះល្បីល្បាញហើយទើបខ្ញុំនិងឪពុកគេបានដឹងឪពុកគេជាអ្នករត់ការធ្វើបើមានកូន6នាក់សុទ្ធតែប្រុសតែគាត់តឹងរឹងបិទសេរីភាពកូនប្រៀបដូចកូនទាំងនោះជាស្រីគាត់មិនចូលចិត្តនឹងឲ្យកូនមានមិត្តផាត់ចុះឡើងផ្ទះគាត់មិនចូលចិត្តឲ្យកូនក្លាយទៅជាអ្នកកុនល្ខោនទេគឺគាត់តម្រូវថាកូនម្នាក់ត្រូវតែខិតខំរៀនសូត្រអឿនតែងត្រូវរំពាត់ជាញីដងអំពីរឿងចំណូលចិត្តជាអ្នកសិល្បៈនេះដោយដឹងនិស្ស័យចិត្តតាពុកដូច្នេះកូននាំគ្នាលាក់មិនឲ្យឪពុកម្ដាយដឹងពីរឿងលេងកូនទេគិតទៅការនោះខ្ញុំអាណិតកូនណាស់កូនចង់ដើរទូកូនចង់ល្បីសុកចិត្តទៅខ្ចីអាវធំពីបងប្រុសជីដូនមួយពាក់សាក់4ខាងអាកាសចរដោយកុហកថាទៅញ៉ាំការតាមពិតមិនមែនទៅញ៉ាំការឯណាគឺយកទៅថតកូនសោះអឿនខ្ចីខ្លាចចិត្តបងប្រើលុចឲ្យទៅខ្ចីម្ដងតតែបងប្រុសឆ្ងល់ថាហេតុអីក៏ពួកវាសម្បូរគេហៅការម្លេះបានជាខ្ចីអាវខោមិនចេះឈប់សោះនឹកដល់ត្រង់នេះខ្ញុំអាណិតកូនណាស់ហេតុតែចង់ល្អចង់ល្បីសុកចិត្តកាត់គេកាត់ខ្មាស់ភូតកុហករហូតដល់គេល្បីល្បាញខ្ញុំនៅចាំថាគ្រាន់តែអាវធំដែលគេកាត់ពាក់សម្ដែងមានគ្រប់ពណ៌គ្រប់ម៉ូដដាក់តម្រៀបនងទូខោអាវប្រៀបដូចហាងសម្លៀកបំពាក់អឿនស្លៀកពាក់អីក៏សមក៏ស្អាតសម្លៀកបំពាក់ដែលអឿនកាត់ពាក់អ្នកណាឃើញក៏ស្រឡាញ់ក៏សុំយកម៉ូដតាមដែរខ្ញុំនៅនឹកឃើញថែងដែលខ្ញុំនឹងប៉ាវាដឹងថាកូនជាទូកូនថែងមួយអឿនយកសម្បត្តិអញ្ជើញ3 4មកអញ្ជើញខ្ញុំនិងឪពុកវាឲ្យទៅមើលកូនរឿងសັບសិទ្ធពេលទៅដល់មុខរោងឃើញគេគូរូបតាំងធំឪពុកវាលន់មាត់ប្រាប់ខ្ញុំថាម៉ែវាអាទូនេះដូចកូនយើងដល់ហើយខ្ញុំក៏ងក់ក្បាលព្រោះដូចមែនគ្រាន់តែរូបនោះធំជាងហើយស្លៀកពាក់បុរាណទៅក៏ស្អាតជាងលុះដល់ពេលចូលក្នុងរោងអេយីងបានឃើញឈ្មោះដែលគេដាក់ពីក្រោមរូបតាំងលំអរោងឪពុកវាលន់មាត់ស្រឡំកាំងយីឈ្មោះក៏ដូចកូនយើងទៀតតិចលោវាទៅហើយចុះវាទៅថតកូនពីអង្ការទាំងពីរអ្នកលេងមានយោបល់ទៅទៀតហើយក៏មើលរឿងរហូតដល់ចប់ដំបងឪពុកខឹងណាស់ទ្រាំស្ទើរមិនបានពេលត្រឡប់មកផ្ទះវិញដើម្បីជេរឲ្យអស់ចិត្តតែដោយអ្នកអង្គុយក្បែរយើងនោះសរសើរមិនដាច់មាត់ឯសាច់រឿងក៏ល្អមើលទូសម្ដែងក៏សមឪពុករបស់គេក៏លែងមាត់អឿនគោរពកោតខ្លាចឪពុកណាស់ពេលឪពុកហៅអឿនមកសួរអឿនសារភាពថាដោយសារចាំងហ្វាងផលិតកម្មមកអង្វរខ្លាំងពេកទើបសុកចិត្តលេងហើយក៏មិនចោលការរៀនសូត្រដែរទើបឪពុកនៅស្ងៀមលេងមាត់លេងញឹកគ្រាន់តែមិនសូវសប្បាយក្នុងចិត្តខ្ញុំក៏យល់ដែរថាប្តីខ្ញុំគាត់ជាភូជួយរបស់លោកញឹកជូឡុងលោកជាអ្នករៀនសូត្រចេះដឹងហើយជាតន្ត្រីករម្នាក់ដែលមានជំនាញខាងកូដវីយូឡុងនិងចូលចិត្តភ្លេងខ្មែរភ្លេងមហោរីណាស់តើហេតុអីដល់ពេលកូនខ្លាយជាអ្នកសិល្បករភាពយន្តដែលលោកបែរជាមិនចង់ឃើញទៅវិញក្រោយមកពេលដែលអឿនមានលុយកាក់បានទិញផ្ទះមួយឲ្យគាត់នៅក្រៅក្រុងធ្វើស្រែចំការដាំដុះតែម្នាក់ឯងដោយធ្វើមិត្តជាមួយនឹងចប់ឯខ្ញុំនិងកូនរស់នៅជាមួយអឿននៅផ្ទះវិឡានៅផ្លូវភ្លោះសពថែងផ្ទះទូតគុយបានេះហែងរហូតដល់ថែងបែក75លោកគង់សុភ័យដែលត្រូវជាប្អូនប្រុសរបស់លោកគង់សំអឿនក៏បាននិយាយបន្ថែមទៀតថាបងប្រុសជាបុរសសុភាពណាស់នៅខាងក្រៅមិនដូចជានៅក្នុងគុនដែលទស្សនិកជនឃើញថាគាត់ខលចំណាប់នោះទេគាត់ជាមនុស្សតិចម៉ាត់តិចចោកតែស្រឡាញ់ប្អូននិងចូលចិត្តក្មេងពេលគាត់ទៅសម្ដែងនៅជនបទឆាងើយគាត់តែងជួបផ្សារដូរលុយរាយដើម្បីចែកឲ្យក្មេងកូនចៅអ្នកភូមិពេលដែលមកចោមរោមមើលពេលគាត់ផាត់មុខមានក្មេងមករោមជុំគាត់តែងលើកក្មេងណា
ដែលតូចជាងគេមកដាក់លើភ្លើបណ្ដាផាត់មុខបណ្ដាគាត់មិនដែលសម្ដែងកិរិយាឲ្យឃើញនៅការស្អប់ខ្ពើមឬខ្លាចប្រឡាក់នឹងដៃជើងរបស់ពួកក្មេងដែលខ្វក់នោះឡើយចាស់ទុំចិត្តខាងក៏ដូច្នេះស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នាចរិតរបស់គាត់គោរពចាស់ស្រឡាញ់ក្មេងព្រោះគាត់ក៏គ្មានកូនប្រពន្ធមិនរៀបការរបស់គាត់គឺបងរ៉េនគាត់ស្រឡាញ់ថៃធូនពួកខ្ញុំជាប្អូនណាស់ហើយក៏មិនដែលប្រច័ណ្ឌហួងហែងបងប្រុសតតែសោះប្តីតាណាក៏ទៅប្រពន្ធនៅផ្ទះថៃធូនប្អូនមើលថែម្ដាយក្មេកដូចជាភរិយាពេញច្បាប់ដតីដែរដោយសារតែទឹកចិត្តដ៏ប្រពៃនេះហើយទើបបងអឿនគាត់មិនដាច់ចិត្តចេះតែរស់នៅជាមួយរហូតទោះជាមានខិលខូចខាងក្រៅខ្លះក៏គាត់មិនចោលប្រពន្ធដ៏ល្អនេះដែរបងអឿនគាត់ចាប់ល្បីខ្លាំងពីឆ្នាំ1970រហូតដល់ឆ្នាំ1975តែម្ដងគាត់បានទៅចូលរួមក្នុងមហោស្រពភាពយន្តភូមិភាគអាស៊ីនៅហុងកុងសិង្ហបុរីនិងទីក្រុងបាងកកកាលនោះទៅជាក្រុមដែលមានសមាជិក6នាក់គឺបងគង់សំអឿនបងគង់សំអាតលោកជាយុទ្ធថនលោកណុបណែមអ្នកស្រីកឹមនៅវ៉ានិងអ្នកស្រីសំវ៉ាន់សូដានីគ្រប់ប្រទេសគឺសុទ្ធតែបានទទួលពានរង្វាន់ទាំងអស់ចន្លោះពេលនោះដែរបងអឿនបានទៅថតខ្សែភាពយន្តឲ្យលោកលីប៊ុនយីមដែលថតនៅប្រទេសទាំង3ហុងកុងថៃនិងខ្មែរគឺរឿងឯណាប្រពន្ធខ្ញុំទូស្រីគឺអ្នកស្រីវីរៈតារាអតីតភរិយាលោកលីបេអ៊ុនយីមកាលនោះបងប្រុសបានចងមិត្តជាមួយតារាឯកក្នុងក្រុមហ៊ុនសាប្រាដមានលោកជាងតាវេទីលងឈិនខ្វាន់ថៃលោកគង់សុភ័យបានបង្ហាញការសោកស្ដាយថាប្រសិនបើបងប្រុសខ្ញុំកុំគិតគ្រួសារពេកកុំស្រឡាញ់បងប្អូនពេកម្លេះគាត់មិនស្លាប់ទេព្រោះនៅឆ្នាំ1975គាត់បានទទួលកុងត្រាថត3រឿងជាមួយក្រុមហ៊ុនបរទេសហើយគេបានបង្ខំឲ្យគាត់ទៅក្នុងពេលឆាប់ដើម្បីចាប់ផ្ដើមថតនៅប្រទេសថៃតែដោយបងប្រុសខ្ញុំគិតថាទៅម្ដងនេះរយៈពេលយូរនៅរងចាំជួបជុំគ្រួសារនៅភ្នំពេញរហូតដល់ចូលឆ្នាំខ្មែរហើយសិនសឹមទៅដឹងអីព្រឹត្តិការណ៍17មេសាបានធ្វើឲ្យគម្រោងការនោះត្រូវរលាយហើយបងប្រុសត្រូវបាត់បង់ជីវិតយ៉ាងខ្លោចផ្សាទៀតខ្ញុំនៅចាំបានថាគ្រួសារខ្ញុំទាំងអស់ត្រូវគេជំលះឲ្យចេញទៅតាមផ្លូវតាខ្មៅស្អាងព្រែកតូចបងអឿនខ្ញុំស្លៀកខោចាវពាក់អាវយឺតបងក្រមាមួយពាក់ស្បែកជើងផ្ទាត់រុញឡានចេញទៅបងគង់លុចមានប្រពន្ធកូនខ្ចីបងគង់ចន្ទថាមានប្រពន្ធកូនកាត់បារាំងកូន3នាក់តាមផ្លូវបងអឿនខំលាក់មុខដែរតែទៅដល់ណាក៏គេស្គាល់យើងទៅរស់នៅស្រុកស្អាងព្រែកតូចរយៈពេលប្រហែល2ខែគេខ្មែរក្រហមយកបងអឿនទៅខ្ញុំចាំបានថាថៃនោះម៉ែនិងបងរ៉េនប្រពន្ធបងអឿននាំគ្នាទៅគក់ខោអាវនៅមាត់ទន្លេខ្ញុំលីងពោតដាក់ស្ការឲ្យបងហូបបងអឿនកំពុងអង្គុយហូបពោតលីងឪពុកខ្ញុំអង្គុយជក់បារីនៅក្បែរនោះស្រាប់តែមានពួកយោធាអាវខ្មៅ2នាក់ជិះម៉ូតូសេអ៊ែលចូលមកប្រាប់ថាគណៈតំបន់សុំជួបមិត្តអឿនជាប្រញាប់បងអឿនខ្លួនទទេទាញអាវយឺតហើយលាពុកខ្ញុំអង្អែក្បាលខ្ញុំជាចុងក្រោយក៏ឡើងម៉ូតូសេអ៊ែលពីក្រោយអ្នកដប់ម្នាក់ទៀតកាន់កាំភ្លើងអង្គុយជាប់ពីក្រោយតាំងពីថៃនោះមកបងប្រុសខ្ញុំក៏បាត់ស្រមោលលែងឃើញត្រឡប់មកផ្ទះក្រោយមកលាគេលួចប្រាប់ថាគាត់ត្រូវគេបណ្ដាលមកនៅម្ដុំកោះហើយប្រហែលជាគាត់ត្រូវស្លាប់នៅទីនោះម្ដាយខ្ញុំរីងរៃដាររកកូនដូចមនុស្សឈួតបងប្រុសខ្ញុំទាំង3នាំគ្នារត់ទៅខេត្តកំពង់ធំហើយត្រូវបែកគ្នាអស់សប្តាហ៍ខ្ញុំនៅសល់តែបងប្រុសម្នាក់គត់ដែលភៀសខ្លួនរួចទៅកាណាដាឯបងអាតបងផនត្រូវស្លាប់នៅកំពង់ធំបងចន្ទថាទាំងប្រពន្ធត្រូវស្លាប់នៅភ្នំលាជីវិតគ្រួសារខ្ញុំដែលសុទ្ធតែជាតារាភាពយន្តបានឆ្លងកាត់ជីវិតឈឺចាប់ប្រត់ប្រាស់ចម្លែកខុសគេខ្ញុំស្អប់ព្រឹត្តិការណ៍1975រហូតដល់ឆ្នាំ1979ណាស់ព្រោះខ្ញុំបាត់បង់នៅអ្វីទាំងអស់ដែលខ្ញុំត្រូវមានបាត់បង់លំនឹងផ្លូវចិត្តដោយការស្រណោះអាល័យបងដែលជាតារាដ៏ភ្លឺចិញ្ចាចនៃពិភពសិល្បៈភាពយន្តខ្មែរប្រសិនបើពួកគាត់នៅរស់ម្លេះអាចជួយខ្មែរផ្នែកវិស័យនេះឲ្យបានល្អប្រសើរឡើងថែមទៀតមួយចំណែកសូមអរគុណសម្រាប់ការទស្សនានិងស្ដាប់កម្សាន្តជួបគ្នានៅវីដេអូថ្មីបន្ថែមទៀតក្នុងពេលឆាប់នេះ